ជំរាបសួរខ្ញុំបាទវិជ្ជមទឹកភេទយុធីនៅក្នុងពេលនេះដែរខ្ញុំបាទលើកយកអត្ថបទមួយគឺជំងឺគ្រោះក្នុងតម្រងនោមដើម្បីចែកជូនដល់ពុកម៉ែបងប្អូនជំងឺគ្រោះក្នុងតម្រងនោមគ្រោះក្នុងតម្រងនោមកើតឡើងនៅពេលដែលសារជាតិសម្រាប់បង្កើតទៅជាគ្រីស្តាល់មានការកើនឡើងគឺជាកាល់ស្យូមនិងជាតិអាស៊ីតបូរិកលើសពីជាតិទឹកហើយនៅក្នុងទឹកនោមវាមានការថយចុះនៅសារជាតិដែលវារារាំងទៅនឹងពពុះគ្រីស្តាល់មិនឲ្យរួមបញ្ចូលគ្នាហើយគ្រោះក្នុងតម្រងនោមមានច្រើនប្រភេទគឺមានគ្រោះកាល់ស្យូមគ្រោះយូរិកអាស៊ីតនិងគ្រោះស៊ីស្ទីនជាដើមអំពីមូលហេតុដែលនាំឲ្យកើតមាននៅជំងឺគ្រោះក្នុងតម្រងនោមទី1ការបរិភោគទឹកតិចតាក់ទងជាមួយរបបអាហារការទទួលទានអាហារដែលមានជាតិសាច់ជាតិសូឌីយ៉ូមឬក៏អំបិលនិងអាហារដែលមានវីតាមីន D ខ្ពស់តាក់ទងជាមួយដំណពូជប្រវត្តិគ្រួសារការថប់លើសទម្ងន់តាក់ទងជាមួយនឹងជំងឺមេតាបូលិកមួយចំនួនហើយឱសថមួយចំនួនក៏វាបង្កហានិភ័យខ្ពស់ក្នុងការនាំឲ្យកើតមានជំងឺគ្រោះក្នុងតម្រងនោមផងដែរចំពោះរោគសញ្ញានៃជំងឺគ្រោះក្នុងតម្រងនោមបើសិនជាគ្រោះក្នុងតម្រងនោមមានទំហំទូចគឺវានឹងមិនបញ្ចេញនូវរោគសញ្ញាអ្វីឡើយក៏ប៉ុន្តែបើសិនជាមានការស្ទះគ្រោះទៅស្ទះនៅបំពង់បង្ហូរទឹកនោមវាធ្វើឲ្យមានការចាលនៅលំហូរទឹកនោមរបស់យើងហើយអាចធ្វើឲ្យមានរោគសញ្ញាមួយចំនួនដូចជាមានការឈឺចាប់នៅក្នុងពោះហើយការឈឺចាប់នឹងអាចឈឺចាប់មកផ្នែកខាងក្រោមនៃពោះឬក៏តំបន់បណ្ដាភេទរបស់យើងហើយការឈឺចាប់នឹងអាចធ្វើឲ្យយើងអួតចង្អោរមានការលោតញាប់នៅចង្វាក់បេះដូងធ្វើឲ្យយើងមានការកើនឡើងនៃសម្ពាធឈាមនោមញឹកឬក៏នោមឈាមជាដើមហើយវាក៏បង្កនៅហានិភ័យក្នុងការនាំឲ្យកើតមាននៅជំងឺគេហៅថាមានការបង្ករោគនៅបំពង់បង្ហូរទឹកនោមយើងផងដែរចំពោះផលវិបាកនៃជំងឺគ្រោះក្នុងតម្រងនោមបើសិនជាមានការស្ទះនៅបំពង់បង្ហូរទឹកនោមវាអាចបង្កនាំឲ្យកើតមាននៅការបង្ករោគនៅបំពង់បង្ហូរនោមរបស់យើងហើយវាអាចធ្វើឲ្យមានខ្ទុះនៅតម្រងនោមឬក៏បំពង់បង្ហូរនោមធ្វើឲ្យមុខងារតម្រងនោមចុះខ្សោយឬក៏ធ្វើឲ្យខូចតម្រងនោមយើងដែរអំពីការព្យាបាលយើងត្រូវទៅពិគ្រោះនិងពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញបើសិនជាយើងត្រូវបានរកឃើញថាយើងមានជំងឺគ្រោះក្នុងតម្រងនោមក្នុងករណីគ្រោះទូចអញ្ចឹងយើងការព្យាបាលគឺវាងាយស្រួលយើងតាមដានយើងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់និងប្រើប្រាស់ថ្នាំកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំយូរីទ័រឬក៏សាច់ដុំបំពង់បង្ហូរនោមដើម្បីវាសម្រួលដល់ការធ្លាក់ចុះនៃគ្រោះតែបើសិនជាគ្រោះមានទំហំធំមានការស្ទះការព្យាបាលគឺយើងត្រូវប្រើរំលកសំឡេងដើម្បីបំបែកគ្រោះក្នុងតម្រងនោមរបស់យើងអាចធ្វើការវះកាត់ចោះដើម្បីវះកាត់គ្រោះក្នុងតម្រងនោមហើយបើមានការឈឺចាប់យើងអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បើសិនជាមានរោគសញ្ញានៃការបង្ករោគក៏យើងត្រូវប្រើប្រាស់ថ្នាំដើម្បីសម្លាប់មេរោគនៅក្នុងតម្រងនោមរបស់យើងផងដែរអំពីការការពារយើងអាចការពារនិងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺគ្រោះក្នុងតម្រងនោមបានទី1គឺយើងត្រូវទទួលទានទឹកឲ្យបានច្រើនកាត់បន្ថយការទទួលទានអាហារប្រៃដែលមានជាតិសូឌីយ៉ូមខ្ពស់កាត់បន្ថយការទទួលទានសាច់ហើយយើងត្រូវបន្ថយនិងជៀសវាងអាហារដែលនាំឲ្យកើតមានជំងឺគ្រោះក្នុងតម្រងនោមជាពិសេសអ្នកដែលធ្លាប់មានជំងឺគ្រោះក្នុងតម្រងនោមគួរតែកាត់បន្ថយការទទួលទានអាហារមួយចំនួនដូចជាដំឡូងគ្រាប់ផ្លែឈើសូកូឡានិងអាហារដែលកែច្នៃឡើងដោយគ្រាប់សណ្តែកជាដើមបាទនេះគឺជាចំណេះដឹងខ្លីៗពាក់ព័ន្ធជាមួយនឹងគ្រោះក្នុងតម្រងនោមយើងនឹងលើកយកអត្ថបទសុខភាពផ្សេងៗទៀតនៅក្នុងឱកាសក្រោយបាទសូមអរគុណ